ឈ្នះគ្រប់ពេលវេលាសពចាញ់តែម្ដងគឺបាត់បង់លុយទាំងអស់អញ្ចឹងអ្នកដែលគាត់ជា trader ខ្ញុំគិតថាអ្នកនេះគាត់ជាមាន experience ជាមួយរឿងនេះច្រើនមែនតើអញ្ចឹងថ្ងៃនេះផ្ទាល់គឺខ្ញុំនឹងនិយាយចែកជូនបងប្អូនពីរបៀបដែលបងប្អូនប្រើប្រាស់តាក់ទងពី margin ឬ leverage ឬក៏របៀបគ្រប់គ្រងតាក់ទងពីហានិភ័យឬក៏របៀបក្នុងការ benefit ឬក៏កើបលុយពីទីផ្សារអន្តរជាតិយ៉ាងសុវត្ថិភាពខ្លាំងមែនតើអញ្ចឹងយើងអត់ guarantee 100%ប៉ុន្តែខ្ញុំស្គាល់បងប្អូននឹងដើរតាមគន្លងមួយឬក៏គ្រប់ពីនៃដើម្បីទទួលបានលុយនៅក្នុង market ដោយងាយស្រួលមែនតើជំរាបសួរអ្នកនេះអញ្ចឹងយើងវិលត្រឡប់មកវិញពីការចំណេះដឹងរបស់យើងតាក់ទងពីអាណាចក្រ Academy ផ្ទាល់ផងដែរអញ្ចឹងនៅថ្ងៃនេះគឺយើងនឹងធ្វើការចែកជូន knowledge របស់យើងឬក៏ចំណេះដឹងរបស់យើងច្រើនមែនតើនៅក្នុងវិស័យ trading ផ្ទាល់ផងដែរអញ្ចឹងបងប្អូនដឹងហើយគឺខ្ញុំអត់ចង់ឲ្យបងប្អូនយក balance ធ្វើជា SL ឬក៏បងប្អូនពេលខ្លះគាត់មានលុយតិចតួចឬក៏មានលុយច្រើនក៏ដោយទោះបីមានលុយប៉ុន្មានក៏អ្នកនេះអត់សល់ដែរបើសិនអ្នកនេះចេះគ្រប់គ្រងហានិភ័យឬក៏ការគ្រប់វិន័យផ្ទាល់ផងដែរអញ្ចឹងនៅក្នុងអាណាចក្រ crypto របស់យើងគឺយើងប្រាប់បងប្អូនពីរបៀបធ្វើការ set up ពីរបៀបធ្វើការគ្រប់វិន័យពីរបៀបធ្វើការ listen ទៅតាមពួកយើងពីរបៀបធ្វើការកើបលុយយ៉ាងមានសុវត្ថិភាពបំផុតហើយយើងក៏មានរបៀបក្នុងការរៀបរយក្នុងការប្រើប្រាស់តាក់ទងជាមួយនឹង signal តាក់ទងជាមួយនឹង set up ឬក៏តាក់ទងជាមួយនឹង potential មួយចំនួនទៅតាមទីផ្សារមួយចំនួនផងដែរអញ្ចឹងបើសិនជាកលេចមើលទីផ្សារបើសិនជាអ្នកនេះចូលលេងឬក៏ចូល trading ក្នុងរយៈពេលម្សិលមិញឬក៏ម្សិលមួយថ្ងៃគឺយើងបានឃើញទីផ្សារគឺឡើងដល់79ហើយចុះវិញរហូតដល់70ហើយឡើងដល់79ម្ដងទៀតឬក៏ចុះវិញរហូតដល់72ហើយឡើងម្ដងទៀតដល់77ឬម្ដង76ហើយបន្ទាប់មក crash មក70វិញក៏បានដែរអញ្ចឹងទីផ្សារបច្ចុប្បន្នគឺទីផ្សារមួយដែលកំពុងតែ volatility ខ្លាំងឬក៏វាច្បុកច្បល់ខ្លាំងមែនទែននៅពេលដែលទីផ្សារកំពុងតែធ្វើការ sideways ឬក៏ច្បុកច្បល់ខ្ញុំអាចនិយាយបានថាវារៀងគ្រោះថ្នាក់មែនទែនប៉ុន្តែបើសិនជាយើងចេះមើលឬក៏ចេះចាប់ឱកាសវាជា opportunity ឬក៏ benefit ខ្លាំងមែនទែនទៅកាន់ការដែលយើងលេង sideways មានន័យថាទោះបីយើងលេង session ដូចជា long ក៏យើង benefit short ក៏យើង benefit តែយើងត្រូវការមើលទីផ្សារយ៉ាងសុវត្ថិភាពមែនទែនអញ្ចឹងមុននឹងយើងចូលខ្ញុំចង់ឲ្យអ្នកនេះ3យ៉ាងពេលអ្នកនេះប្រើប្រាស់ពីរបៀបនៅគ្នាមុនពេលដែលអ្នកនេះចូលទីផ្សារទី1គឺហាម all in never all in សោះទី2កុំប្រើ balance ទាំងអស់ធ្វើជាការ SL មានន័យថាកុំប្រើ balance ឬក៏ប្រើលុយរបស់យើងទាំងអស់ធ្វើជា stop loss ឬក៏ SL របស់យើងផ្ទាល់ផងដែរទី3កុំបើក session ធំពេកចំពេលដែលទីផ្សារវាកំពុងតែអត់សិតថេផងដែរអញ្ចឹងក្នុងរយៈពេល3ហ្នឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងកុំ all in មានន័យថាកុំយកលុយរបស់យើងដាក់ all in ឲ្យសោះទី2កុំយក balance ធ្វើជា stop loss ឬក៏ SL ផងដែរអញ្ចឹងដូចក្នុងអាណាចក្រ crypto យើងមួយខែយើងមាន signal ច្រើនណាស់បងប្អូនអញ្ចឹងបើទោះបីជា100 signal ឬក៏1000 signal ឬក៏10 signal 20 signal ទោះបីជាបងប្អូន SL តែមួយក៏យើងអាចបាត់បង់លុយដែរអញ្ចឹងយើងត្រូវការប្រយ័ត្នប្រយែងមែនទែនហើយធ្វើការ risk management ហើយរៀបរាប់តាក់ទងពី reward យកឲ្យច្បាស់លាស់ផងដែរអញ្ចឹងទី3កុំបើក session ធំពេកនៅពេលដែលទីផ្សារកំពុងតែអត់សិតថេអញ្ចឹងដោយបងប្អូនដឹងចឹងមិនហើយពេលចុងក្រោយនេះទីផ្សារវារៀងឡើងចុះខ្លាំងឬក៏ឡើងក៏ខ្លាំងចុះក៏ខ្លាំងអញ្ចឹងទីផ្សារកំពុងតែ volatility មានន័យថាវាអត់ទាន់សិតថេអញ្ចឹងបងប្អូនកុំបើក margin ធំពេកឬក៏កុំប្រើលុយតាមគេឧទាហរណ៍បងប្អូនមើល session ខ្ញុំបើកច្រើនលុយច្រើន fund ច្រើនក៏យើងអត់គួរប្រើអញ្ចឹងទៅតាមខ្ញុំដែរហើយខ្ញុំក៏មាន wallet ទូចឬក៏មាន account ទូចក្នុងការ scrap link លេងផ្សេងឬក៏យើងបើកលុយ margin ទូចឬក៏ challenge ដូចខ្ញុំតែងតែ challenge $10ខ្លាចទៅជា$100ឬក៏$100ខ្លាចទៅជា1000ឬក៏1000ខ្លាចទៅជា10000ខ្ញុំតែងតែ challenge បែបហ្នឹងជានិច្ចអញ្ចឹងនៅពេលដែលខ្ញុំ challenge ខ្ញុំតែងតែយកកូន account នោះដើម្បីលេងតាក់ទងពីប្រភេទកាក់មួយចំនួនដែលវា risk ឬក៏ប្រភេទកាក់មួយចំនួនឬបើក leverage ធំផ្ទាល់ផងដែរអញ្ចឹងដោយបងប្អូនដឹងកាក់ដែលធំខ្ញុំក៏ខ្ញុំប្រើ mindset 3ដូចខ្ញុំប្រាប់បងប្អូនអញ្ចឹង never go all in 2កុំប្រើ balance ធ្វើជា SL ទី3កុំបើក session ធំពេកនៅពេលដែលទីផ្សារអត់សិតថេអញ្ចឹងនៅពេលដែលទីផ្សារយើងល្អវិញគឺយើងអាចបើក session ធំឬក៏ margin ធំផ្ទាល់ផងដែរតែដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងត្រូវមាន fund emergency ហើយមួយទៀតកុំ all in ច្រើនពេកព្រោះសារមួយខែ signal យើងច្រើនក្នុងអាណាចក្រ crypto ឬក៏អ្នកចោះឈ្មោះក្រុម referring របស់អាណាចក្រឬក៏ដូរ referring OKX មកក្រុមអាណាចក្រគឺបងប្អូនមិនភ័យទេសារ signal យើងមួយខែច្រើនណាស់អញ្ចឹងបើទោះបីជា SL មួយក៏យើងនៅតែ benefit ច្រើនទៀតអញ្ចឹងភាគច្រើនដូចជាខែមុនយើងមាន SL ទេយើងតែងតែ profit TPR អញ្ចឹងកុំបើក session all in ច្រើនពេកមួយ take it easy step by step ព្រោះខែហ្នឹងមិនមានន័យថាយើងអត់មាន SL ម្ដងទៀតទេបើអាចនឹងយើងមាន SL ឬក៏អត់ក៏ថាបានប៉ុន្តែយើងត្រូវការប្រយ័ត្នប្រយែងផ្ទាល់ខ្លួនមិនដែរជាយើងធ្វើការ prepare មែនតើមុនពេលយើងចូលប្រយុទ្ធនៅក្នុងជីវិតឬក៏នៅក្នុងសង្គ្រាមផ្ទាល់ផងដែរអញ្ចឹងដូចខ្ញុំប្រាប់បងប្អូននិយាយដែរអញ្ចឹងអាណាចក្រយើងមិនមាន signal តែមួយនេះមានច្រើនហើយ signal របស់យើងគឺ potential ឬក៏គុណភាពខ្លាំងមែនតើទី3បើទោះបីជា SL ឬក៏មានបញ្ហាក៏យើងអាចធ្វើការយកវិញយ៉ាងងាយស្រួលឲ្យយើងធ្វើការមាន risk management ត្រឹមត្រូវឬក៏គ្រប់គ្រងតាក់ទងពីហានិភ័យផ្ទាល់ផងដែរអញ្ចឹងខ្ញុំតែងតែនិយាយប្រាប់បងប្អូនកុំ all in កុំប្រើ leverage ច្រើនពេកឬក៏ margin ច្រើនពេកហើយកុំបើក session បែបលុយធំឧទាហរណ៍អ្នកនេះមាន$10000អ្នកនេះអាចចូលរហូតដល់$4000ឬក៏$5000ឬក៏$6000ទេបើសិនយើងមាន$10000យើងចូលយ៉ាងច្រើន$1000ហ្នឹងឯងតាក់ទងពី margin របស់យើងឬក៏ចូលតិចជាងហ្នឹងទៅតាមស្ថានភាពរបស់យើងមួយចំនួនឬក៏យើងអាច take benefit មួយ take by step easy ឬក៏តាក់ទងជាមួយ session ណាមួយដែលយើងអាចធ្វើទៅបានអញ្ចឹង complete តាមដាននៅក្នុង page អាណាចក្រ crypto ឬក៏ TikTok អាណាចក្រ crypto ឬក៏ក្នុង YouTube channel របស់អាណាចក្រ crypto យើងនឹងមានមេរៀនច្រើនមែនទែនចែកជូនបងប្អូនទី1អាចជាលក្ខណៈ risk management គឺជាអ្វីហើយមេរៀនទាំងអស់ហ្នឹងគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង risk management ឬក៏តាក់ទងជាមួយនឹង margin ឬក៏ leverage ឬក៏តាក់ទងជាមួយនឹង stop loss ឬក៏ TP មួយចំនួនផងដែរហេតុអ្វី all in គ្រោះថ្នាក់ហេតុអ្វីបើយើងត្រូវរក្សា capital របស់យើងដើម្បីឲ្យលំនឹងច្រើនមែនទែននៅក្នុងអាណាចក្រយើងវិញគឺយើងអត់ប្រៀនបងប្អូនឲ្យឈ្នះលឿនទេប៉ុន្តែយើងនឹងប្រៀនបងប្អូនឲ្យរស់នៅយូរនៅក្នុងទីផ្សារអន្តរជាតិផ្ទាល់ឬក៏កើបលុយម្ដងតិចប៉ុន្តែយើងនៅយូរអង្វែងផងដែរហើយបើសិនអ្នកនេះអត់យល់តាក់ទងពី leverage ទេអាម៉ាន x គុណ10គុណ20គុណ100ទេ the market will eat your money មានន័យថាទីផ្សារនឹងយកលុយយើងហើយបើសិនយើងអត់យល់តាក់ទងពីអាហ្នឹងខ្ញុំអាច show បងប្អូនតាក់ទងជាមួយនឹង P&L របស់ខ្ញុំ P&L របស់ខ្ញុំ
គឺខ្ញុំតែងតែកើបលុយខ្ញុំតែងតែចំណេញមិនមានន័យថាខ្ញុំអត់ដែលមាន stop loss ឬក៏ដែលមានខាតនោះទេប៉ុន្តែមិនមែនមានន័យថាខាតដែលខ្ញុំអាចនិយាយថាជារបៀបដែលខ្ញុំកាត់ loss ផ្សេងៗទៀតផងដែរហើយរបៀបដែលខ្ញុំកាត់ loss ភាគច្រើនខ្ញុំ take benefit ទៅតាមរយៈមួយចំនួនបើសិនខ្ញុំរៀបចំតាក់ទងជាមួយនឹង session ដូចជា long អញ្ចឹងខ្ញុំធ្វើការ risky យ៉ាងតិចក៏ 1k 2k ឬក៏ 3k ទៅ 4k ឬ 5k ដោយសារ margin របស់ខ្ញុំឬក៏លុយរបស់ខ្ញុំវារៀងច្រើនតែសម្រាប់បងប្អូនដែលមានលុយតិចអ្នកនេះអាច risk ធំតែ10រៀល20រៀលឬក៏យើងអាចធ្វើការកាត់ loss មួយចំនួនផងដែរប៉ុន្តែនៅពេលដែលខ្ញុំចំណេញវិញគឺខ្ញុំចំណេញគុណ5គុណ10ឬក៏គុណ20ឬក៏គុណ4គុណ6គុណ3និយាយដល់ចំណេញលើអ្វីដែលខ្ញុំ loss ឧទាហរណ៍ខ្ញុំ loss 2k ប៉ុន្តែខ្ញុំចំណេញវិញក៏លើស 10k ផងដែរចឹងបើសិនអ្នកនេះមានលុយតិចអ្នកនេះអាចធ្វើការ risk $20 ឬក៏$30ប៉ុន្តែនៅពេលអ្នកនេះចំណេញវិញគឺ100 200នៅតែអ្វីមួយដែលយើងអាចធ្វើទៅបាននេះគឺជារបៀបដែលខ្ញុំរៀបចំតាក់ទងពី leverage ឬក៏ margin ផងដែរចឹងអ្វីដែលខ្ញុំបង្ហាញបងប្អូនទឹកលុយអីផ្សេងៗហ្នឹងគឺមិនមែនមានន័យឲ្យបងប្អូន FOMO ឬក៏បើក session ឬក៏ធ្វើអីតាមខ្ញុំទេអ្នកនេះធ្វើការប្រយ័ត្នប្រយែងហើយឬក៏រៀនទៅតាមអាណាចក្រ crypto ផងដែរអ្វីដែលអ្នកនេះឃើញនៅ social media ហ្នឹងគឺជារបៀបដែលយើងធ្វើការ plan តាក់ទងពីរបៀបដែលយើងចូល set up ឲ្យអស់ហើយប៉ុន្តែបើសិនអ្នកនេះនៅក្នុងអាណាចក្រ crypto គឺអ្នកនេះអាចធ្វើការសួរក្រុមការងារយើងបានពួកក្រុមការងារយើងព្យាយាមប្រាប់បងប្អូនច្រើនហើយក៏មានសមាជិករបស់យើងឬក៏មានប្រជាជនអាណាចក្រច្រើនមែនតើដែលជួយបងប្អូនជារៀងរាល់ថ្ងៃនិយាយគុណភាព quality ខ្លាំងមែនតើនិយាយ profit is good តែបើសិនយើង survive ឬក៏យើងរស់នៅយូរអង្វែងអានោះជាអ្វីមួយដែលសំខាន់មែនតើនៅក្នុងទីផ្សារអន្តរជាតិអញ្ចឹងកុំ over leverage ហើយកុំបើក all in ហើយកុំប្រើ balance ធ្វើជា SL ឬក៏ប្រើលុយអ្នកនេះទាំងអស់ធ្វើជាអាយ៉ាមក SL គឺអស់កុំធ្វើចឹងឲ្យសោះអញ្ចឹងរាល់ពេលអ្នកនេះឃើញ session ធំឬក៏ firm margin របស់ខ្ញុំធំឬក៏ load ដល់កន្លះលានឬក៏ load ដល់1លានអ្នកនេះត្រូវចាំថា profit ហ្នឹងគឺ not lucky ឬក៏សំណាងរាល់ session របស់យើងរាល់ margin របស់យើងរាល់របៀបដែលយើងធ្វើការ set up អីទាំងអស់នោះគ្រប់យ៉ាងទាំងអស់គឺជាវិន័យរបស់យើងហើយក៏ជា plan របស់យើងឬក៏ជាគម្រោងដែលយើងធ្វើការ set up ផ្ទាល់ផងដែរឥឡូវឧទាហរណ៍ថាទីផ្សារកំពុងតែចុះខ្លាំងប៉ុន្តែខ្ញុំធ្វើការ risk តាក់ទងពី open long session ផ្ទាល់ផងដែរអញ្ចឹង long session ហ្នឹងមិនមែនបើកតាមអារម្មណ៍នេះគឺយើងធ្វើការរៀបចំតាក់ទងពីរបៀប set up ផ្ទាល់ផងដែរអញ្ចឹងបើសិនជា set up ហ្នឹង fail ម្ដងឬក៏2ដងប៉ុន្តែពួកខ្ញុំអត់អីទេដោយសារអីវាគឺជារបៀបដែលយើងធ្វើការ set up ដោយសារយើងក៏ធ្វើការបើក short នៅពេលទីផ្សារកំពុងចុះដែរ short ហ្នឹងគឺយើងអាចចំណេញរហូតដល់ 10k ឬក៏ត្រូវ 5-10k ឬក៏ 20k ផ្ទាល់ផងដែរតែ session set up របស់យើង long ហ្នឹងបើសិនជាវា hit តាក់ទងជាមួយនឹង SL យ៉ាងច្រើនយើងខាត 1k ឬក៏ 2k ផ្ទាល់ផងដែរមូលហេតុដែលយើងចង់ខាតហ្នឹងគឺយើងធ្វើការ testing ជាមួយនឹងទីផ្សារតើទីផ្សារហ្នឹងគឺយើងអាចប្រើប្រាស់តាក់ទងជាមួយនឹង long set up បានអត់អញ្ចឹងនៅក្នុងទីផ្សារអន្តរជាតិគឺយើងមានរបៀបធ្វើការរៀបចំច្រើនមែនតើរបៀបធ្វើការកើបលុយរបៀបធ្វើការ set up មួយចំនួនគឺច្រើនខ្លាំងមែនតើវាអត់ដូចអ្វីដែលយើងគិតទេអ្នកនេះគិតថាវាងាយស្រួលវា easy no it's not like that អញ្ចឹងគ្រប់យ៉ាងទាំងអស់គឺជារបៀបដែលយើងធ្វើការគ្រប់វិន័យរៀបចំតាក់ទងរបៀប set up នោះហើយគឺយើងអាចធ្វើការ achieve តាក់ទងជាមួយនឹង margin ដែលធំលុយច្រើនឬក៏កើបលុយរហូតហើយកើបលុយចំណេញនោះគឺយើងមិនធ្វើការបើក session មក play ចំណេញយកមកផុសមកចែកជូនអ្នកនេះគឺ it's not like that session របស់យើងទាំងអស់គឺអ្នកនេះអាចមើល entry របស់យើង entry របស់យើងគឺឆ្ងាយខ្លាំងមានន័យថាពួកយើងរៀបចំកម្រោងល្អខ្លាំងមែនតើឬក៏និយាយទៅប្រៀបដូចជា snapper អញ្ចឹងនៅក្នុងទីផ្សារអន្តរជាតិប៉ុន្តែ it's not like that គឺយើងធ្វើការមានកម្រោងធ្វើរបៀប set up ច្បាស់លាស់ទាំង short ទាំង long គ្រប់យ៉ាងទាំងអស់គឺជារបៀបដែលយើងធ្វើការ set up យ៉ាងល្អឥតខ្ចោះផងដែរនោះហើយជារបៀបដែលយើងធ្វើការ survive ឬក៏រស់នៅក្នុងទីផ្សារអន្តរជាតិបានយូរជាជាងឲ្យយើងឈ្នះធំឬក៏ឈ្នះលឿនផងដែរអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងច្បាប់របស់យើង rule របស់យើងគឺខ្ញុំឲ្យអ្នកនេះតែ3ក្នុងវីដេអូនេះទី1 never go all in មានន័យថាកុំដាក់លុយឬក៏ trade លុយទាំងអស់ all in តែម្ដងទី2កុំយក balance ឬក៏យកលុយរបស់យើងតែមាននៅក្នុង wallet ធ្វើជា SR ឬក៏ stop loss ផ្ទាល់ផងដែរអានោះគ្រោះថ្នាក់ហានិភ័យខ្លាំងមែនទែនមានន័យថាយើងមានលុយ10រៀលមិនថា10រៀលមិនថា20រៀលលុយតិចក្តីច្រើនក្តីគឺកុំយកធ្វើជា SL ឲ្យដាច់ account ពិតនៅហ្មងខ្ញុំអត់ចង់ឲ្យអ្នកនេះធ្វើអញ្ចឹងឯងមាន10រៀលយ៉ាងតិចក៏ខ្ញុំលេងយកត្រឹមតែ1រៀល2រៀលសំរហូតក៏បានដែរ rule ទី3ដូចខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹងកុំបើក margin ធំនៅពេលដែលទីផ្សារកំពុងអាសិតទេឬក៏បើកមុខកញ្ចក់បើសិនអ្នកនេះមានអារម្មណ៍ emotional ឬក៏មានអារម្មណ៍ផ្លូវចិត្តកុំ trade don't trade អសោះកុំប៉ះពាល់វាអញ្ចឹងច្បាប់ទាំង3នេះអ្នកនេះយកទៅអនុវត្តតផងដែរហើយមេរៀនរបស់យើងមួយចំនួនគឺយើងនឹងព្យាយាម analyze ឬក៏ព្យាយាមប្រាប់ច្រើនមែនតើក្នុងអាណាចក្រ crypto ពីរបៀប risk management ឬក៏របៀបប្រើប្រាស់តាក់ទងពី leverage ឬក៏ margin តផងដែរអញ្ចឹងអ្នកនេះដឹងហើយគឺ the market ឬក៏ទីផ្សារតែងតែ revert តែងតែឲ្យលុយទៅកាន់អ្នកដែល calm down ទៅកាន់ people ដែល calm not emotional people អញ្ចឹងខ្ញុំប្រាប់ថាកុំប្រើអារម្មណ៍នៅពេលយើងចូល trade ប៉ុន្តែយើងត្រូវមាន plan ច្បាស់លាស់វិន័យច្បាស់លាស់គ្រប់វិន័យដើម្បីកោបលុយពីទីផ្សារអន្តរជាតិយ៉ាងងាយស្រួលវិស័យនេះអាចមិនមែនសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែវាអាចសម្រាប់មនុស្សដែលគ្រប់វិន័យឬក៏ចេះច្បាស់លាស់ឬក៏ព្យាយាមសិក្សាបន្ថែមទៀត stay up all night មិនក៏បានអ្នកនេះឲ្យអ្នកនេះចេះរៀនស្វែងយល់ពីវាខំប្រឹងអ្វីៗគឺអ្នកនេះនឹង reward អ្នកនេះចង់ game ជាចុងក្រោយអ្នកឈ្នះនៅតែឈ្នះចឹងតែបើសិនអ្នកចាញ់ចេះអនុវត្តចេះកែតម្រូវគឺអ្នកនេះនឹងឈ្នះហើយវិស័យនេះលុយគឺងាយស្រួលយកមែនតើទាំងឆ្វេងទាំងស្ដាំទាំងកណ្ដាលគឺយើងអាចយកបានគ្រប់ពេលវេលាតែក៏វាយកអ្នកនេះទៅវិញក៏បានដែរមានន័យថាវាយកលុយរបស់យើងទៅវិញក៏ងាយដែរបើសិនអ្នកនេះអត់ចេះច្បាស់លាស់ចឹងកុំយកលុយ all in ឲ្យសោះកាក់មួយសែនក្តីមួយកាក់ក្តីមួយសែនអីក៏ដោយគឺនៅក្នុងអាណាចក្រ crypto គឺតែងតែប្រយ័ត្នមែនតើអញ្ចឹងយកមួយកាក់តែមកគ្រប់គ្រងឬក៏ប្រើប្រាស់នៅក្នុងអាណាចក្រ crypto វាជារឿងមួយដ៏ល្អមែនតើព្រោះហើយរាល់អាណាចក្រ crypto យើងរាល់ពេល set up រាល់ពេល signal រាល់ពេលអីគ្រប់យ៉ាងគឺយើងតែងតែឲ្យបងប្អូនចំណេញ benefit ខ្លាំងមែនតើអញ្ចឹងយើងនឹងប្រយ័ត្នទាំងអស់គ្នាព្រោះហើយយើងនឹងព្យាយាមកើបលុយពីទីផ្សារអន្តរជាតិអញ្ចឹងខ្ញុំចង់ឲ្យអ្នកនេះប្រយ័ត្នទាំងអស់គ្នាព្រោះហើយរាល់ពេលដែលយើងធ្វើអីក៏ដោយគឺយើងចង់ឲ្យអ្នកនេះប្រយ័ត្នមែនតើទោះបីពេលខ្លះយើងប្រាប់អ្នកនេះយើង debate មួយអ្នកនេះយើងស្ដីឲ្យក៏ដោយគឺខ្ញុំចង់ឲ្យអ្នកនេះប្រយ័ត្នមែនតើយើងមិនចង់បានអីអ្នកនេះលុយរបស់អ្នកនេះញ៉ាំឈាមរបស់អ្នកនេះវាមិនតាក់ទងមួយលុយខ្ញុំទេខ្ញុំបន់ឲ្យអ្នកនេះឈ្នះច្រើននៅពេលដែលមនុស្សឈ្នះច្រើនគឺខ្ញុំសប្បាយចិត្តមែនតើព្រោះយើងអាចព្យាយាមកើបលុយពីទីផ្សារអន្តរជាតិ
ទៀតហើយ build ប្រទេសយើងឬក៏ជួយ push GDP ប្រទេសយើងឲ្យកាន់តែល្អទៅលាយមែនទែនអញ្ចឹងដូចអ្នកគ្នាដឹងអញ្ចឹងនរណាម្នាក់ក៏អាចឈ្នះបានដែរប៉ុន្តែបានតែពួក professional ដែលគាត់អាច survive រស់រាននៅក្នុងទីផ្សារហ្នឹងរហូតបានអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាកុំឈ្នះលឿនពេកតែចង់ឲ្យអ្នកគ្នារស់នៅឬក៏ survive នៅក្នុងទីផ្សារនេះឲ្យបានយូរនោះហើយជារបៀបដែលយើងរកលុយប្រចាំថ្ងៃព្រោះអាជីពនេះគឺជាអាជីពមួយដែលយើង generate លុយជារៀងរាល់ថ្ងៃឲ្យតែយើងចេះ take benefit ពីទីផ្សារទាំង long ទាំង short មួយណាក៏បានដែរបើសិនអ្នកគ្នាអាច protect ឬក៏ការពារតាក់ទងពី capital របស់អ្នកគ្នាបានតែ money វាខំមកអ្នកគ្នាផងដែរអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងហើយយើងនឹងព្យាយាមចែករំលែកវីដេអូកាន់តែច្រើនទៀតចែកជូនបងប្អូនផ្ទាល់ផងដែរជម្រាបលាអ្នកគ្នា and see you guys នៅក្នុងអាណាចក្រ Crypto ហើយសម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរ referral link ឬអីផ្សេងៗអាច inbox មកកាន់ Facebook page យើងឬក្រុមការងារយើងនឹងព្យាយាមជួយអ្នកគ្នាតាមអ្វីមួយដែលអាចធ្វើបានផងដែរសូមជម្រាបលាអ្នកគ្នាផងដែរ